ជនជាតិដើមភាគតិចពូណងបានបន្តរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួននៅលើទឹកដីភាគឦសានប្រទេសកម្ពុជាចំការវិលជុំរបស់ជនជាតិដើមភាគតិចពូណងនៅលើកំពូលភ្នំនិងជម្រាលភ្នំបាននឹងកំពុងប្រែក្លាយជាពណ៌មាសយ៉ាងស្រស់ស្អាតដែលកំពុងត្រៀមប្រមូលផលក្រោយដាំដុះដោយដៃរយៈពេលជាង5ខែកន្លងមកនេះជាទស្សនវិជ្ជារបស់បងប្អូនជនជាតិដើមភាគតិចពូណងភ្នងនៅភូមិពូវាំងឃុំសែនមនោរម្យស្រុកអូរាំងខេត្តមណ្ឌលគិរីកំពុងបន្តប្រមូលផលស្រូវពីចំការវិលជុំដែលជាប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់តាំងពីបុរាណយូរលង់មកហើយអ្វីដែលគួរឲ្យកត់សម្គាល់ការប្រមូលផលស្រូវនៃចំការវិលជុំរបស់ជនជាតិដើមពូណងគឺប្រើដៃទាំងគូដើម្បីបូតគ្រាប់ស្រូវស្ត្រីជនជាតិដើមភាគតិចរស់នៅក្នុងភូមិពូរាំងឃុំសែនមនោរម្យស្រុកអូរាំងខេត្តមណ្ឌលគិរីបានរៀបរាប់ថាគាត់ធ្វើចំការវិលជុំនេះជាង1ហិកតានៅជម្រាលភ្នំដែលកំពុងហុចផលល្អនៅឆ្នាំនេះលោកស្រីបានបន្ថែមថាការធ្វើចំការវិលជុំអាចបង្កបង្កើនផលយ៉ាងយូរដោយការបុកដាំស្រូវ2ទៅ3ឆ្នាំទៅតាមដីដែលមានជីជាតិបន្ទាប់ពីនោះពួកគាត់នឹងទៅរកចំការវិលជុំថ្មីដើម្បីដាំដុះបន្តតាមបារីតែឆងការពងការពាល់ឡាយហើយទៅតាមកិច្ចការវិលជុំដែលគាត់ធ្វើនឹងជាស្ដែងគឺដូចយើងឃើញដាំតំណាន់គឺចម្រុះក៏អត់មានតែស្រូវតែមានទាំងបន្លែមានទាំងទ្រាប់មានទាំងចេកហើយមានទាំងគ្រាប់ពុជដូចម្ទេសដូចអីអញ្ចឹងទៀតហើយមានជីមានអីអញ្ចឹងទៀតចឹងនៅមកជាធម្មតាជាការវិលជុំដែលយើងមុននឹងដោតាមដីដែលមានជីវជាតិដែលអាចចន្លោះបើដីអត់សូវមានជីវជាតិគឺ3ឆ្នាំតែបើដីមានជីវជាតិគឺ4ឆ្នាំបានយើងដូរហើយបន្ទាប់ពីយើងដូរនឹងហើយគឺយើងបក់មកធ្វើនៅចការដើមវិញទៀតចឹងធ្វើចការវិលជុំសប្តាហ៍នេះគឺសំខាន់មែនតើសម្រាប់ជនជាតិដើមភាគតិចរបស់យើងបំណងគឺយើងធ្លាប់ធ្វើចការទៅលើវាលភ្នំទេអញ្ចឹងសម្រាប់ពុជស្រូវឬក៏ពុជតំណាប់អីផ្សេងៗហ្នឹងមែនតើគឺយើងធ្វើរយៈពេលដីចការនឹងរយៈពេលតែ2ឆ្នាំទៅ3ឆ្នាំតែបើយើងតដូចយើងធ្វើស្រែពូជតំណាំនឹងគឺយើងនៅតែធ្វើទៀតគឺវាអាចដុះវិញបានទេអញ្ចឹងសារៈសំខាន់របស់នៃការដែលគឺធ្វើស្រែធ្វើចការវិលជុំគឺយើងអាចបន្តនៅពូជតំណាំក៏ដូចជាពូជប្រពៃណីដែលយើងពីដើមមកវានៅតែបន្តបើសិនតែយើងដាំនៅតែនឹងកន្លែងមួយកន្លែងដូចថា4ទៅ5ឆ្នាំគឺដីនៅអត់មានជីជាតិអញ្ចឹងទៅតនឹងពូជនឹងក៏វាអត់អាចនឹងមានបន្តទៀតដែរអញ្ចឹងឈងគេបាដៃគេត្រាវឆាគេពូជនឹងគេពូជបាយោតទីលអ្នកស្រីហឺតភីតអាយុ41ឆ្នាំជាជនជាតិដើមភាគតិចរស់នៅក្នុងភូមិពូរាំងបានរៀបរាប់ថាការប្រកបរបរដាំស្រូវនៅក្នុងចំការគឺជាទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចដែលពួកគាត់បានចេះតគ្នាតាំងពីបរមរាណកាលមកមុននឹងពួកគាត់ចាប់ផ្ដើមបុកដាំស្រូវចំការនៅតាមចំណុចនិងទីតាំងនីមួយៗនោះពួកគាត់តែងតែនាំគ្នាកាប់មាន់កាប់ទាមានសម្បត្តិម្លូស្លាស្រាពាងពូជស្រូវនិងឧបករណ៍ដាក់ស្រូវមុននឹងធ្វើការបុកដាំពួកគេប្រមូលគ្នាជាច្រើនមានចាស់ទុំនិងម្ចាស់ស្រុកធ្វើការសែនព្រេននៅចំការនាំគ្នាសុំបួងសួងដល់អារក្សអ្នកតាសពគ្រប់បែបយ៉ាងសូមជួយឲ្យពរដល់ស្រូវរបស់ពួកគាត់ទទួលបានផលទិន្នផលច្រើនហើយសូមឲ្យស្រូវលូតលាស់ចេញផ្កាផ្លែនិងសូមបួងសួងកុំឲ្យពពួកសត្វចង្រៃយាយីឬបំផ្លាញដំណាំស្រូវរបស់គាត់ទម្លាប់ពួកខ្ញុំមុននឹងដាំហ្នឹងពួកខ្ញុំត្រូវតែមានមាន់មានស្លាហ្នឹងឧបកិច្ចហើយយកគ្រាប់ពូជទាំងអស់ហ្នឹងលាយមួយស្រូវចាលាយមួយស្រូវហើយយើងឧបកិច្ចទៅយើងសែនតាមប្រពៃណីហ្នឹងបានគេយើងដាំបាននេះកន្លែងសែននេះមានកន្លែងសែននេះកន្លែងសែនពួកគាត់នេះគេដាក់គេធ្វើបែបហ្នឹងបាទនេះជាសម្គាល់របស់កន្លែងសែនចាដល់ពេលសែនហើយបានជាគេមានកំពង់គេមានឈើបុកបានរៀបចែកចាយមនុស្សប្រមាណអ្នកអីប្រមាណអ្នកត្រូវបុកប្រមាណអ្នកត្រូវដាំអញ្ចឹងបានយើងដាំ5នាក់បុកដល់ពេលដាំហើយថ្ងៃហើយយើងហូបបាយសាមគ្គីចាដល់ពេលថ្ងៃហូបបាយសាមគ្គីហើយដល់ពេលល្ងាចទៀតគឺយើងជប់លៀងដែលបងប្អូនគាត់មកជួយដាំស្រូវជួយអីហ្នឹងយើងជប់លៀងនៅផ្ទះយើងមានស្រាពាងមានអីត្រួយអានងត្រួយលពៅហ្នឹងសម្រាប់ធ្វើអីឲ្យពួកគាត់ហូប
ស្ត្រីជាជនជាតិដើមភាគតិចរូបនេះបានបន្ថែមថាចំការស្រូវវិលជុំរបស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីគឺចាប់ផ្ដើមបុកដាំតាំងពីខែមិថុនារហូតដល់ពាក់កណ្ដាលខែវិច្ឆិកាគឺស្រូវប្រមូលផលហើយការប្រមូលផលរបស់ពួកគាត់គឺពួកគាត់បូតស្រូវដោយដៃផ្ទាល់ពុំបានប្រើប្រាស់ឧបករណ៍ឬសម្ភារៈដូចជាកណ្ដៀវសម្រាប់ច្រូតនោះឡើយបើតាមអ្នកស្រី Hurt Pitt លើកឡើងថាអ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺមុនពេលគាត់ធ្វើការប្រមូលផលស្រូវបូតដោយដៃតម្រូវឲ្យពួកគាត់ធ្វើការសែនព្រេតម្ដងទៀតតាមទំនៀមទម្លាប់គាត់ត្រូវតែកាប់មាន់ស្រាពាងសែនបួងសួងសុំខមាល់ទោសស្រូវនៅក្នុងចំការដោយរៀបរាប់ជាភាសារបស់ជនជាតិនីមួយៗក្នុងន័យសូមឲ្យព្រលឹងស្រូវក្នុងចំការដែលបានបាត់បង់ខ្លះៗពីចំការដោយសារការបំផ្លាញពីសត្វផ្សេងៗស៊ីបំផ្លាញទៅហើយនោះសូមព្រលឹងស្រូវធ្វើការវិលត្រឡប់មកកាន់ចំការវិញដើម្បីពួកគាត់ធ្វើការប្រមូលយកមកដាក់ក្នុងកាផានាំយកទៅទុកដាក់ក្នុងផ្ទះជាការស្រេចទៅស្រូវហ្នឹងដល់ថ្ងៃគាត់បបួលបងប្អូនគាត់ជួយច្រូតហើយអញ្ចឹងមកភូមិហ្នឹងមកម្នាក់អញ្ចឹងជួយច្រូតគាត់ព្រោះឯងនេះគាត់អត់ទាន់តំប្រមាណទេតំតិចតួចហ្នឹងគាត់ច្រូតម្នាក់ឯងទៅពេលតំទាំងអស់ហ្នឹងគាត់ចាប់ដើមប្រវាស់ដៃគ្នាអញ្ចឹងការរស់នៅរបស់ជនជាតិដើមភាគតិចរបស់ពួកខ្ញុំគឺជួយគ្នានេះគឺពូជស្រូវក្របធំតែពូជស្រូវក្របធំហ្នឹងគឺពូជស្រូវជនជាតិដើមពួកខ្ញុំហ្មងតែក្របពូជទូចហ្នឹងគេថាស្រូវសង្ខយាស្រូវផ្កាដូងហើយស្រូវតណើបហើយនឹងស្រូវក្របធំហ្នឹងបាត់បង់នៅអ្វីដែលពួកខ្ញុំមានធ្លាប់សែនធ្លាប់ប្រពៃណីធ្លាប់ធ្វើចការដូចមានភ្នំមានព្រៃដូចពួកគាត់ឃើញហ្នឹងហើយបើសិនជាបាត់បង់អញ្ចឹងគឺបាត់ទំនុកចិត្តអញ្ចឹងការរស់នៅរបស់ប្រជាពលរដ្ឋក៏ថយចុះដែរព្រោះហ្នឹងជាជំនឿរបស់ពួកខ្ញុំសហគមន៍ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីនៅតែបន្តអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធខិតខំពន្លឿនការចុះបញ្ជីដីសហគមន៍មានទាំងដីកប់សពដីព្រៃសហគមន៍និងរក្សាព្រៃចំការវល់ជុំរបស់ពួកគាត់ឲ្យបានគង់វង្សដើម្បីជាការថែរក្សានិងអភិរក្សប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមឲ្យបានស្ថិតស្ថេរគង់វង្សជានិរន្តរ៍គូបញ្ជាក់ផងដែរថាជនជាតិដើមភាគតិចដែលកំពុងរស់នៅក្នុងខេត្តមណ្ឌលគិរីមានចំនួន8ជនជាតិរួមមានជនជាតិព្នងក្រោលគ្រឹងស្ទៀងទំពួនចារាយធ្នូននិងគួយ